ក្នុងមួយឆ្នាំគឺមានបុណ្យធំៗសម្រាប់ប្រមាចំនួន4លើកនិងមានថ្ងៃពិសេសប្រចាំខែនិងប្រចាំសប្តាហ៍ទី1ថ្ងៃដែលសំខាន់ជាងគេគឺថ្ងៃបុណ្យឌីវលីដែលប្រៀបដូចជាថ្ងៃបុណ្យចូលឆ្នាំថ្មីសម្រាប់អ្នកដែលកាន់សាសនាហិណ្ឌូពិធីនេះគេប្រារព្ធឡើងមានរយៈពេល5ថ្ងៃដែលកំណត់ដោយប្រតិទិនចន្ទគតិចំណោម5ថ្ងៃនេះថ្ងៃដែលសំខាន់ជាងគេគឺថ្ងៃទី3ដែលគេហៅថាថ្ងៃឌីវលីគឺនៅចំថ្ងៃទី13រោចថ្ងៃកោខែអាសត់ពីថ្ងៃមុនថ្ងៃឌីវលីគឺគេតែងតែចំណាយពេលទៅលើការរៀបចំតុបតែងក៏ដូចជាការធ្វើម្ហូបអាហារផ្សេងៗបន្ទាប់ពីថ្ងៃឌីវលីគឺជាថ្ងៃចូលឆ្នាំថ្មីសម្រាប់ថ្ងៃឌីវលីនៅក្នុងឆ្នាំនេះគឺចំថ្ងៃអាទិត្យទី8ខែវិច្ឆិកាឆ្នាំ2026សម្រាប់កិច្ចពិធីផ្សេងៗនៅក្នុងថ្ងៃបុណ្យឌីវលីខ្ញុំនឹងជម្រាបជូននៅក្នុងវីដេអូបន្ទាប់នៅពេលដែលជិតដល់កម្មវិធីបុណ្យហើយដោយសារតែបុណ្យនេះមិនមែនជាកម្មវិធីបុណ្យប្រពៃណីរបស់យើងអាចរៀបតាមទម្រង់ទូចល្មមឬគ្រាន់តែដើម្បីរំលឹកទៅដល់ព្រះម៉ែក៏ដូចជាផ្ញើនៅពាក្យជូនពរសម្រាប់ព្រះម៉ែមកដល់ថ្ងៃលក្ស្មីចយន្ទីដែលជាថ្ងៃកំណើតរបស់ព្រះម៉ែគឺត្រូវប្រារព្ធឡើងនៅថ្ងៃទី15ខែផល្គុនត្រូវនៅថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026មកដល់ថ្ងៃសំខាន់មួយទៀតហៅថាវរលក្ស្មីវរន្តាមគឺជាថ្ងៃដែលពិសេសខ្លាំងហើយសូមណែនាំជាពិសេសសម្រាប់កូនស្រីរបស់ព្រះម៉ែកុំរំលងថ្ងៃនេះឲ្យសោះគឺគេប្រារព្ធឡើងនៅថ្ងៃសុក្រមុនថ្ងៃពេញបោខែស្រាបឆ្នាំនេះគឺត្រូវនៅថ្ងៃសុក្រទី28ខែសីហាឆ្នាំ2026ថ្ងៃវរលក្ស្មីវរន្តាមនេះគឺជាថ្ងៃដែលព្រះម៉ែបើកឱកាសយ៉ាងពិសេសទៅដល់កូនស្រីនៅក្នុងការសុំពរទាក់ទងជាមួយនឹងរឿងគូស្រករបុត្រធីតាក្រុមគ្រួសារក៏ដូចជាសុភមង្គលថ្ងៃកុច្ឆាគិរីលក្ស្មីពូចាថ្ងៃដែលព្រះម៉ែចុះមកផែនដីចំនៅថ្ងៃទី15កើតខែអាសត់ត្រូវនៅថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2026